បាទជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំបាទយន្តសុផាពិតជាត្រៃអមែនទែនបាទសម្រាប់ហើយក៏សូមអរគុណទៅដល់ក្រសួងកសិកម្មនិងក្រសួងការបរទេសបានធ្វើការតំណែងមកខាងប្រទេសចិនដែលធ្វើឲ្យខ្មែរយើងមានឱកាសបង្ហាញផលិតផលរបស់ខ្លួនដែលមាននៅក្នុងស្រុកបាទមកប្រទេសមកបង្ហាញលើឆាកអន្តរជាតិបាទពិសេសគឺនៅខាងខេត្តស៊ូជូវបាទទីក្រុងស៊ូជូវនៅតែម្ដងបាទជាការតាំងពិព័រណ៍កសិកម្មលើកទី25បាទចូលរួមជាច្រើនប្រទេសនៃអាស៊ីតែម្ដងបាទអញ្ចឹងអរគុណនៅក្នុងការគាំទ្រនៃផលិតផលខ្មែរហើយក៏ហ៊ុយយន្តបាទក៏ខិតខំបាទព្យាយាមនិងបង្កើនបាទនៅចង្វាក់ផលិតកម្មរបស់ខ្លួននៅគុណភាពបាទរបស់ខ្លួនដើម្បីបង្ហាញមកលើឆាកអន្តរជាតិថាខ្មែរយើងបាទមានរោងចក្រដ៏ធំសម្រាប់ការផលិតនិងផ្គត់ផ្គង់ធាតុចូលសម្រាប់ប្រទេសខ្មែរយើងហើយសួរទៅដឹងទៀតថាតាមពិព័រណ៍នៅប្រទេសចិននេះហ៊ុយយន្តទទួលបានអ្វីបាទទី1គឺមោទនភាពជាតិដែលបានបង្ហាញពីការដែលយើងមានកូនខ្មែរដែលមានចំណេះជំនាញនៅក្នុងការបើកបាទក្រុមហ៊ុនផលិតនិងចែកចាយជីធម្មជាតិនៅក្នុងស្រុកហើយក៏ចង់បង្ហាញទៅលើប្រជាជនចិនដែលគាត់បាទទៅធ្វើការបាទដាំដុះបាទវិស័យកសិកម្មក្នុងស្រុកខ្មែរយើងគឺចង់បង្ហាញឲ្យថាចាំបាច់យកបាទជីឬក៏ថ្នាំពីខាងប្រទេសចិនទៅទេបាទអាចប្រើប្រាស់បាទធាតុចូលនៅក្នុងប្រទេសខ្មែរយើងទី1បាទខ្មែរយើងដឹងពីស្ថានភាពដីនៅស្រុកខ្មែរយើងផលិតជីដើម្បីតម្រូវការនៅលើដីហើយនឹងតម្រូវការទៅលើដំណាំនៅក្នុងការដាំដុះហើយបង្កើនផលបានខ្ពស់មិនថាពពួកជីជួយទៅដល់ដំណាំមិនថាការកម្ចាត់និងកែប្រែដីបាទនឹងការប្រើប្រាស់ថ្នាំពុលផ្សេងទាំងជាច្រើនបាទអញ្ចឹងខ្មែរអាចធ្វើបានហើយគាំទ្រផលិតផលខ្មែរហើយក៏ចង់បង្ហាញទៅដល់ប្រជាជនខ្មែរថាខ្មែរយើងពិតជាមានមោទនភាពដែលមានផលិតផលដែលមកតាំងបង្ហាញទៅលើប្រទេសដ៏ធំហើយប្រទេសដែលផ្គត់ផ្គង់ធាតុចូលទៅដល់ស្រុកខ្មែរផងដែរអញ្ចឹងថ្ងៃនេះខ្ញុំបាទយន្តសុផាតំណាងឲ្យបាទហ៊ុយយន្តកសិកម្មបាទលោកអគ្គនាយកបាទលោកយន្តសុផាដែលខិតខំបាទព្យាយាមបើកនិងពង្រីកបាទក្រុមហ៊ុនដ៏ធំមួយនេះបង្ហាញទៅលើឆាកអន្តរជាតិហើយក៏ជួយទៅដល់ខ្មែរដើម្បីកាត់បន្ថយនៃការចំណាយបាទជីឡើងថ្លៃតែហ៊ុយយន្តកសិកម្មផលិតជីអត់បានឡើងថ្លៃទេហើយជួយទៅដល់ខ្មែរដើម្បីជួយកាត់បន្ថយនៃការចំណាយនៅក្នុងការផលិតផលកសិកម្មនៅក្នុងស្រុកដើម្បីបានចំណេញច្រើនជំនួយដល់ការជីវភាពរបស់កសិករយើងរីកចម្រើនអញ្ចឹងរាល់ព័ត៌មានបន្ថែមឬក៏អាចតំណែងបាទរាល់ព័ត៌មានដែលទាក់ទងទៅនឹងកសិកម្មឬក៏ចង់បានធាតុចូលកសិកម្មបាទអាចទាក់ទងនៅលេខដែលមានលើអេក្រង់ស្រាប់បាទសូមអរគុណ